nhâm nhâm Ủa nhâm món chết đấy nhâm chụp lò nhâm chụp cho lo មិនភ្លៀងទៅជាបែបនេះបានបបរក្តៅក្តៅអូកូនខ្ញុំហត់ឡើងបបរអស់តែមួយចានហ្មងនេះគឺជាប្រភេទគ្រឿងទេសដែលខ្ញុំប្រើទាំងអស់នៅក្នុងនោះក៏មានជាមួយនឹងប្រភេទម្សៅទឹកស៊ុបថ្លាvàកាដូដែរផលិតផលរបស់ជប៉ុនហើយសម្រាប់ប្រភេទអង្គផ្នែកអង្គវិញគឺខ្ញុំយកអង្គអប់បន្លែចាក្មេង8ខែទៅញ៉ាំបានហើយបបរក៏បានដាំបាយក៏បានខ្ញុំបន្ថែមមួយស្រូវសាលីទៀតដើម្បីឲ្យអូនងាយស្រួលបត់ជើងហើយនៅក្នុងនោះក៏មានជាមួយនឹងខ្ញុំប្រើជាមួយនឹងប្រភេទសារាយចាសារាយវ៉ាកាមីបបរនេះគឺខ្ញុំប្រើជាមួយបង្គា2ក្បាលសម្រាប់ការធ្វើបបរមួយឆ្នាំងនេះគឺវាបរថាប្រយោជន៍ច្រើនដល់កូនណាកូនញ៉ាំត្រជាក់ក្នុងហើយជួយសម្រួលដល់ការបន្តបងរបស់កូនទៀតចាដោយសារអូនស៊ីងប្រហែលថ្ងៃនេះគាត់ជួសរៀងពិបាកដែរអញ្ចឹងខ្ញុំក៏ធ្វើជាមួយនឹងប្រភេទបបរមួយឆ្នាំងនេះដើម្បីឲ្យអូនញ៉ាំហត់ក្តៅក្តៅអញ្ចឹងបបរនេះគឺខ្ញុំធ្វើជាអាហារសម្រន់ឲ្យគាត់ញ៉ាំណាចាឲ្យគាត់ញ៉ាំពេលគាត់ងើបពីគេងហើយខ្ញុំប្រើខ្ញីបន្តិចដើម្បីឲ្យងាយស្រួលដល់ចំពោះបងអូនគាត់ងាយស្រួលដល់ដង្ហើមអញ្ចឹងទៅដោយសារឥឡូវខែនឹងផ្ដាសាយគ្មានឈឺច្រើនអញ្ចឹងណាខ្ញុំប្រើជាមួយនឹងប្រេងល្ងដើម្បីដាក់លេងជាមួយនឹងក្បាលបង្គាយើងឲ្យឡើងចេញជាតិសិនណាចាធ្វើបបរលីងចេះបងក្លិនឈ្ងុយហើយសាច់របៀបថាជាតិវាចេញក្បាលបង្គាមកហ្មងធ្វើគ្រឿងសមុទ្រភាគច្រើនគឺខ្ញុំប្រើជាមួយនឹងប្រេងល្ងដើម្បីកាត់ក្លិនចម្អាបហើយខ្ញុំនេះកោះកំប៉ុងថ្មីហ្មងជាមួយអង្គអប់បន្លែនេះអត់មានត្រូវការលាងទឹកទេដោយសារនេះគឺវាអប់ជាមួយប្រភេទពួកបន្លែខាលហើយជាមួយមានបន្លែក្រៀមដែរអញ្ចឹងគឺខ្ញុំចាក់ពីកំប៉ុងហើយខ្ញុំយកមកម្លីងជាមួយនឹងសាច់នឹងហើយចាខ្ញុំដាក់ទឹកងាស់ឲ្យវារៀងបែកមកចាប់ហើយខ្ញុំដាក់ជាមួយនឹងសារាយវ៉ាកាមីចូលតែម្ដងសម្រាប់ផលិតផលមួយដែលខ្ញុំដាក់នៅក្នុងបបរនេះសុទ្ធតែសម្បូរថាប្រយោជន៍ច្រើនមែនទែនដល់កូនក្មេងនេះខ្ញុំចាប់ផ្ដើមវាយគ្រឿងចូលខ្ញុំប្រើជាមួយម្សៅទឹកស៊ុបថ្លាវ៉ាកាមីមិញហ្នឹងចាចូលមួយស្លាបព្រាចាមានដុំស៊ុបម្ដុំហើយជាមួយនឹងស្ករបន្តិចអំបិលបន្តិចម្សៅខ្ទឹមបន្តិចណាចាហើយក៏ខ្ញុំចាក់ជាមួយនឹងស្រូវសាលីចូលដែរបបរខ្ញុំចិត្តឆ្អិនណាទឹកស្អៀវគឺខ្ញុំប្រើជាមួយនឹងមួយស្លាបព្រាកាហ្វេចូលទៅដែរពេលដែលបបរឆ្អិននេះគឺខ្ញុំដាក់ខ្ញីចូលដល់ពេលខ្ញុំចាត់ទូចៗអញ្ចឹងណាងាយស្រួលកូនគាត់ញ៉ាំទៅប៉ះខ្ញីតិចៗគឺឆ្ងាញ់កន្លែងនេះខ្ញុំឲ្យបងលឺសាលេងអ៊ំស៊ីណាចានិយាយទៅគឺឆ្អិនមិនទាន់ទេបងប្អូនហើយចាមកទីរយញ៉ាំហើយឈ្ងុយហើយសម្រាប់តិចនៅក្នុងការបបររបស់ខ្ញុំគឺក្របអង្គគឺប៉ុណ្ណឹងធ្វើដូចយើងលុយធំអញ្ចឹងបើសិនជាអូនគាត់ធំហើយកូនខ្ញុំចាសម្រាប់កូនខ្ញុំហ្មងបើកិនឲ្យម៉ត់គាត់ញ៉ាំទេបបរណាចាបានតែប្រភេទខ្វប់អង្គដែលយើងមនុស្សធំអញ្ចឹងហើយជាតិមែនបងឆ្ងាញ់ណាស់ហើយខ្ញុំបបរច្រើនណាស់ដោយសារក្មេងៗថាអ៊ីបបរច្រើនទៅខ្ញុំសុំញ៉ាំដែរអញ្ចឹងណាចាសម្រាប់ក្មេងនៅផ្ទះហ្នឹងក៏គាត់សុំញ៉ាំបបរនឹងដែរហើយអូនស៊ីងមួយចានហ្នឹងពេញបុបគឺញ៉ាំអស់លេងហ្មងក្បាលបង្គាគឺមួយទៀតបងចាចូលចិត្តណាស់បបរបែបនេះគឺត្រូវជាមួយនឹងគាត់ទំងើបពីគេងហាវផងហើយប៉ះមេឃភ្លៀងមេឃកំពុងភ្លៀងស្រិចអូដាក់ជាតិហ្មងក្តៅអីចឹងណាបងហើយកន្លែងនេះឃើញទេក្បាលបង្គាអូគេសុទ្ធតែហត់ទៀតបងប្អូនហ្នឹងមែនទេចូលចិត្តណាស់សម្រាប់បបរមួយមុខនេះបើសិនមកបងមានកូនឈឺទំងើបពីឈឺអីអញ្ចឹងណាចាចង់រកអីស្រួលឲ្យកូនញ៉ាំតុនអីអញ្ចឹងបងអាចបបរបែបនេះឲ្យកូនញ៉ាំបានកូនញ៉ាំមានកម្លាំងណាហើយសម្រាប់គ្រឿងទេសជាមួយនឹងសម្ភារៈបងចាប់អារម្មណ៍អាចឆាតចុះពេករបស់ខ្ញុំបានខ្ញុំមានគ្រប់មុខតែម្ដងណា